យោធាថៃបានដុតកំទេចឃ្លាំងមួយនៅក្នុងរមណីយដ្ឋាន Royal Osmat ដែលស្ថិតនៅក្នុងសង្កាត់ Osmat និងលើកទង់ជាតិថៃនៅវាលវែងហើយដាក់ពង្រាយរបងបេតុងនៅប្រាសាទតាក្របីជាសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភអធិបតេយ្យភាពនិងបូរណភាពទឹកដីយ៉ាងធ្ងន់ធ្ងរនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី19ខែមិថុនាឆ្នាំ2026ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាសកម្មភាពទាំងនេះបានកើតឡើងកាលពីថ្ងៃទី17ខែមិថុនាកម្ពុជាបានចេញលិខិតតវ៉ាទៅកាន់ភាគីថៃនិងអំពាវនាវឲ្យបញ្ឈប់សកម្មភាពឯកតោភាគីជាបន្ទាន់យោងតាមក្រសួងការបរទេសកងកម្លាំងប្រដាប់អាវុធថៃបានលើកទង់ជាតិនៅក្នុងតំបន់ច្រកព្រំដែនអន្តរជាតិថ្មដាស្ថិតនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់នៅថ្ងៃដដែលឃ្លាំងមួយស្ថិតនៅក្នុងបរិវេណរមណីយដ្ឋាននិងសណ្ឋាគារ Royal Osmat ស្ថិតនៅក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យត្រូវបានដុតបំផ្លាញដោយចេតនាខណៈដែលទីតាំងនោះគឺជាទឹកដីកម្ពុជាតែកំពុងស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់កងទ័ពថៃក្រៅពីនេះកងទ័ពថៃបានសាងសង់របងបេតុងនៅតំបន់ប្រាសាទតាក្របីក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យផងដែររូបភាពដែលថៃបង្ហោះបង្ហាញពីហ៊ានព្រះសង្ឃអ្នកភូមិនិងយុវជនរួមគ្នាជួយសង់របងបេតុងទាំងនេះក្រសួងការបរទេសកម្ពុជាបានអំពាវនាវឲ្យថៃបញ្ឈប់ជាបន្ទាន់នៅសកម្មភាពឯកតោភាគីទាំងអស់នៅតំបន់ខាងលើនិងតំបន់ផ្សេងទៀតដែលមានស្ថានភាពស្រដៀងគ្នាដើម្បីបន្ថយភាពតានតឹងកសាងទំនុកចិត្តនិងរក្សាសន្តិភាពស្ថិរភាពនិងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជាថៃមិនទាន់ឆ្លើយតបលិខិតតវ៉ារបស់កម្ពុជានៅឡើយគិតត្រឹមថ្ងៃចេញផ្សាយខ្ញុំរស់សុធាពី News Today NTTV